គោលការណ៍ទី4បាទជាសេរីភាពសារព័ត៌មានក្នុងប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យប្រជាជនគ្រប់រូបឬថាប្រជាពលរដ្ឋគ្រប់រូបគាត់មានសិទ្ធិបញ្ចេញមតិដោយសេរីតាមរយៈបាទប្រព័ន្ធឃោសនាប្រព័ន្ធផ្សព្វផ្សាយវិទ្យុទូរទស្សន៍ទេសនាវដ្តីកាសែតការប្រជុំមួយជាដើមអញ្ចឹងគាត់មានសិទ្ធិនៅក្នុងការចូលរួមការបញ្ចេញមតិទៅលើបណ្ដាញផ្សព្វផ្សាយទាំងនោះហើយមិនត្រឹមតែប៉ុណ្ណោះទេប្រជាពលរដ្ឋមានសិទ្ធិនៅក្នុងការទទួលព័ត៌មានមិនឲ្យប្រជាពលរដ្ឋដឹងធ្វើអីក៏ដោយមិនឲ្យអ្នកសារព័ត៌មានទៅយកព័ត៌មានយើងបិទយើងបាំងក៏មិនមែនជាប្រជាធិបតេយ្យមិនឲ្យគាត់បញ្ចេញមតិអញ្ចឹងយើងផ្អែកទៅលើប្រជាធិបតេយ្យគឺថាតើចាត់ទុកប្រជាពលរដ្ឋជាធំបើប្រជាពលរដ្ឋគាត់យល់យ៉ាងម៉េចគាត់មានសិទ្ធិនៅក្នុងការបញ្ជូនដំណឹងជាសាធារណៈតាមរយៈប្រព័ន្ធផ្សព្វផ្សាយពីបានដឹងទាំងក្នុងស្រុកទាំងអន្តរជាតិក្រៅប្រទេសគាត់យល់យ៉ាងម៉េចអញ្ចឹងគាត់មានសិទ្ធិនៅក្នុងការនិយាយបញ្ចេញមតិជួយកែលម្អគោលការណ៍ទី5ការទទួលខុសត្រូវអញ្ចឹងនៅក្នុងប្រទេសប្រជាធិបតេយ្យមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវតែទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋពេញកាតព្វកិច្ចដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋអញ្ចឹងថ្នាក់ដឹកនាំមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវតែទទួលខុសត្រូវអនុវត្តឲ្យបានការពារសុខសន្តិភាពអភិវឌ្ឍបានលើស្ពានសាលារៀនសពបែបទៅកម្មគោលការណ៍ទី6តម្លាភាពអញ្ចឹងអ្វីក៏ដោយដែលរដ្ឋាភិបាលធ្វើត្រូវតែបើកចំហឲ្យប្រជាពលរដ្ឋបានដឹងឬជាសាធារណៈដែលឲ្យជាពិសេសតាក់ទងទៅនឹងចំណូលចំណាយរបស់រដ្ឋាភិបាលចំណូលចូលថវិកាជាតិប្រមាណគឺឲ្យប្រជាពលរដ្ឋបានដឹងហើយសូម្បីតែតម្លៃសេវាសាធារណៈក៏តម្លៃទាំងអស់ហ្នឹងគឺត្រូវឲ្យប្រជាពលរដ្ឋដឹងដែរពីរបស់រដ្ឋាភិបាលទៅលើគម្រោងអភិវឌ្ឍផ្សេងទៅតាមផ្នែកទៅតាមក្រសួងស្ថាប័នទីអង្គភាពជំនាញគឺត្រូវឲ្យប្រជាពលរដ្ឋបានដឹងទាំងអស់គ្នានេះបើយើងគ្រប់គ្រងបានគឺការចំណាយវាអត់មានប្រសិទ្ធភាពវាអត់មានផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋអញ្ចឹងមន្ត្រីក្នុងជំនាញគាត់អាចយកលុយនឹងទៅចាយវាប្រេះខ្លះដើម្បីផលប្រយោជន៍ជាប់ខ្លួនរបស់គាត់អញ្ចឹងអត់ដឹងប្រជាពលរដ្ឋអត់ដឹងថាគេចាយទិញទៅលើអីខ្លះគឺលទ្ធផលអស់ចូល$10000ឬក៏ទៅថាទៅបានតែ$500អញ្ចឹងគឺអាចចំណូលចូលថវិកាជាតិគឺវាបានតិចអញ្ចឹងចូលទៅប្រប៉ៅប្រគល់ច្រើនអញ្ចឹងអាចអថវិកាជាតិវាខ្សត់ទៅជាខ្សត់ទៅវិញបាទខ្សត់ទៅវិញដូចតកតងនឹងការប្រមូលពន្ធនៅជាដើមអញ្ចឹងទៅបើសិនជាយើងអត់តម្លាភាពនៅក្នុងការបង្ហាញឲ្យប្រជាពលរដ្ឋបានដឹងទេអញ្ចឹងចូលទៅប្រប៉ៅប្រគល់ច្រើនគឺប្រទេសអត់មានរីកចម្រើនទេហើយប្រជាពលរដ្ឋអត់ទទួលបានផលប្រយោជន៍ពីបញ្ហាទាំងអស់នេះគោលការណ៍ទី7ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌តាមការកំណត់អញ្ចឹងនៅក្នុងប្រទេសប្រជាធិបតេយ្យជាតម្រូវឲ្យមានការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំបោះឆ្នោតដោយសេរីរដ្ឋគឺចង់ជ្រើសរើសអ្នកណាដែលគូពីចិត្តគឺផ្អែកទៅតាមការគិតរបស់ខ្លួនសន្តិរបស់ខ្លួនធម៌បោះឆ្នោតមានយុត្តិធម៌ដោយសេចក្តីបាទត្រឹមត្រូវទៀងត្រង់ស្រឡាញ់អ្នកណាបោះឲ្យអ្នកដឹងបាទគិតថាអ្នកណាអាចនឹងខ្លាយទៅជាអ្នកដឹកនាំដែលខ្លួនពេញចិត្តគិតថាល្អអញ្ចឹងគឺប្រជាពលរដ្ឋគាត់ជ្រើសរើសអញ្ចឹងការរៀបចំការបោះឆ្នោតគឺមិនធានាឲ្យបាននូវសេរីភាពធានាបាននូវយុត្តិធម៌សម្រាប់អ្នកដែលទៅបោះឆ្នោតពិសេសប្រជាពលរដ្ឋដែលគាត់ទៅបោះឆ្នោតបើសិនជាយើងរៀបចំការបោះឆ្នោតគ្មានយុត្តិធម៌ទេមិនបានត្រឹមត្រូវទេគឺមិនមែនជាប្រជាធិបតេយ្យគ្រាន់តែរៀបចំការបោះឆ្នោតគ្រាន់តែបង្ហាញឲ្យគេដឹងថាវាការបោះឆ្នោតទៅរឿងប៉ុន្តែវាគ្មានយុត្តិធម៌វាអត់ត្រឹមត្រូវមានលក្ខណៈបោកប្រាស់
ជាពលរដ្ឋមានសិទ្ធិសេរីភាពនៅក្នុងការជ្រើសរើសមានការខ្វែងបន្លំផលិតឆ្នោតឬក៏ទិញផលិតឆ្នោតដូចជាដើមឬក៏បោះឆ្នោតដោយបង្ខិតបង្ខំបោះឆ្នោតដោយគណៈមានការសម្ងាត់មិនបានត្រឹមត្រូវល្អក៏មិនមែនជាប្រជាធិបតេយ្យដែរ